បាទលោកគ្រូខ្ញុំនឹងណែនាំពីរបៀបនៃការចូលទៅមើលទិន្នន័យណាបាទអញ្ចឹងលោកគ្រូមាន app មួយ Advantage ហើយឬក៏ dashboard តំណ link ចូលតាមវិធីណាក៏បានដែរអញ្ចឹងខ្ញុំចូលតាម app លោកគ្រូចូលតាមទម្រង់នេះមកហើយវានឹងលោតពាក្យនេះចុចទីនេះដើម្បីប្រឡងហើយនៅទិន្នន័យនេះយើងចូលទិន្នន័យរបស់គ្រូបរិញ្ញាបន្ទាប់មកយើងបំពេញ password ហើយយើង sign in វាមកបាទបន្ទាប់មកគឺនៅត្រង់ចំណុចនេះយើងយកពាក្យសញ្ញាដក3នេះហើយជ្រើសរើសយកទិន្នន័យប្រឡងហើយនៅត្រង់កន្លែងនេះគឺយើងប្រកាសជាឃើញទិន្នន័យ0ក៏ប៉ុន្តែយើងមើលខែយើងពិនិត្យមើលលើខែមិថុនាអញ្ចឹងយើងច្រោះយកខែបាទមិថុនាមកបាទអញ្ចឹងវានឹងលោតទិន្នន័យឲ្យយើងអញ្ចឹងយើងចាប់ដើមធ្វើការ scroll មើលវាជ្រើសរើសយកខេត្តបាទអញ្ចឹងខេត្តយើងជ្រើសរើសយកខេត្តឧត្តរមានជ័យបាទតបមកយើងជ្រើសរើសយកស្រុករបស់យើងគឺក្រុងសំរោងតបមកខ្ញុំជ្រើសរើសយកសាលាខ្ញុំវិទ្យាល័យដែលជួយសែនសំរោងហើយខ្ញុំចាប់ផ្ដើមមើលលេខមូលសិនបាទលេខមូលបាទអញ្ចឹងសាលាខ្ញុំមួយគ្រូ72នាក់សិស្ស1665ស្រី894ហើយបានប្រឡងនៅក្នុងថ្ងៃទី10ខែមិថុនាឆ្នាំ2026នេះគឺបាន1617នៅសល់48នាក់អញ្ចឹងបើសរុបជាភាគរយគឺបាន97%បាទអញ្ចឹងខ្ញុំចង់ទៅមើលថាតើក្នុងនាមខ្ញុំជាគ្រូបន្ទប់ថ្នាក់សិស្សខ្ញុំបានប្រឡងគ្រប់គ្នាហើយនៅបាទអញ្ចឹងខ្ញុំយកទៅមើលពាក្យមើលលទ្ធផលលម្អិតបាទបន្ទាប់មកគឺនៅត្រង់ចំណុចនេះគឺយើងចាប់ផ្ដើមច្រោះយកខែបាទមិថុនាបាទយកពាក្យថាបានយល់នៅកន្លែងបាញ់មិញគឺយើងត្រូវអានខ្លឹមសារវាណាបាទអញ្ចឹងបន្ទាប់មកយើងជ្រើសរើសយកខេត្តបាទជ្រើសរើសយកខេត្តមកបាទជ្រើសរើសយកក្រុងស្រុកបាទបន្ទាប់ពីក្រុងស្រុកហើយយើងជ្រើសរើសយកសាលាបាទជ្រើសរើសយកសាលាហើយជ្រើសរើសយកកម្រិតថ្នាក់អញ្ចឹងសិស្សខ្ញុំទី 12B អញ្ចឹងខ្ញុំចុចយកទី 12បន្ទប់ថ្នាក់ B បាទអញ្ចឹងខ្ញុំជ្រើសរើសយកទាំងអស់បាទបន្ទាប់មកគឺយើង scroll ឡើងមកលើមកបាទនេះបាទអញ្ចឹងសិស្សខ្ញុំ39នាក់អញ្ចឹងខ្ញុំចង់មើលទាំង39នាក់លេខ20នេះយើងយកធំជាង39គឺយក40បាទទើបបានឃើញឈ្មោះអស់សិស្សទាំង39នាក់អញ្ចឹងយើងចាប់ផ្ដើមពិនិត្យមើលថាតើសិស្សរបស់យើងបានប្រឡងប្រមាណមុខបាទនេះខ្មែរគណិតយើងមើល3មុខសិនមកនេះសរសិស្សម្នាក់អញ្ចឹងសិស្សពីណាគេឈ្មោះអីបាទនេះខឿនធុនសាវឌីអញ្ចឹងយើងត្រូវប្រាប់គាត់ថាសូមទៅប្រឡងមុខវិជ្ជានឹងបន្ថែមទៀតផងបាទប្រូតេអ៊ីននៃសូនយើងមើលមកក្រោមពីមកបាទអញ្ចឹងគ្រប់យើងចាប់ផ្ដើមមើល3មុខវិជ្ជាទៀតបាទ3មុខវិជ្ជាទៀតទៅបាទនេះគឺខ្មែរ